ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកលេង Minecraft ដែលលេងនៅក្នុង server មួយដែលមានឈ្មោះថា Sushi SMP ហើយយើងមកលេង survival នៅក្នុងនេះដោយយើងមានគោលដៅចំនួន2គឺរកកៅអៅ diamond មួយឈុតគឺមានទាំង tool មានទាំងអីដែរហើយយើងរកកន្លែងយើងរស់នៅគឺជា land ដែលយើងធ្វើផ្ទះនៅអញ្ចឹងទៅហើយចូលមកដល់ក្នុង server គឺមាន NPC ចំនួន5មាន free kit PvP mine land spawn ជាមួយនឹងRTP ហើយគឺពេលជិះកន្លែង free kit ហើយគឺគេឲ្យរបស់យើង tool copper ដែរហើយបើគ្នាយើងណាដែលគាត់ចង់លេង server នឹងអី IP នៅក្រោម description តែមកខ្ញុំក៏បានជីក RTP ដើម្បីរកកន្លែងក្នុងការ mine រកកន្លែងអីចឹងទៅ over អញ្ចឹងហើយ Minecraft ចូលមកដំបូងគឺយកមិនធ្វើអីច្រើនទេក្រៅពីទៅកាប់ឈើហើយខ្ញុំនឹងទៅកាប់ឈើទាំងអស់គ្នាហើយបើបាត់ខ្ញុំយូរឯងបាត់ភ័យបាត់ឆ្ងល់ឡើយបាត់ភ័យមូលហេតុដោយសារខ្ញុំលេងហ្គេមអត់បានយូរទេឥឡូវលេងបានបន្តិចតួឈឺក្បាលអញ្ចឹងទៅខ្ជិលលេងដែរពេលតើលេងកាប់ឈើទាំងអស់គ្នាទៅហើយវីដេអូហ្នឹងខ្ញុំអត់សូវកាត់ហ្មងទេដោយសារមូលហេតុដែលខ្ញុំខ្ជិលកាត់ខ្ញុំចង់ដាក់វីដេអូពេញហ្មងទៅមិនពេញហ្មងឯងវាមកល្មមសម្រាប់គ្នាយើងមើលអញ្ចឹងទៅតើឥឡូវយើងកាប់ឈើទាំងអស់គ្នាទៅកាប់ឈើយ៉ាងបានមកល្មមដើម្បីយកទៅក្រោមហើយឥឡូវខ្ញុំបានចង់មកក្រោមម៉ាញដើម្បីរកដែករកដែលមិនរកអីធ្វើកៅអៅយើងមកឈុតអញ្ចឹងទៅហើយខ្ញុំក៏បានកាប់ថ្មកន្លែងហ្នឹងដែរហើយកន្លែងនេះវាយ៉ាងងឹតពេកតែខ្ញុំបាន slash night vision ដែរតែមិន slash night vision ដាក់ VN វិញបាទច្រឡំបាទតែឥឡូវយើងបាន night vision ហើយខ្ញុំក៏បានតែមកខ្ញុំស្មានតែកន្លែងហ្នឹងខៀវក៏ប៉ិតផ្លូវច្រកចេញទៅតែមកខ្ញុំក៏ស្រេចចិត្តក្នុងការកាប់ចោះទៅក្រោមដើម្បីរករបស់រកអីនៅក្រោមហ្នឹងហ្មងទៅអូខេតែមកខ្ញុំក៏បានកាប់ចោះទៅក្រោមរៀងជ្រៅដែរហើយខ្ញុំក៏បានជួបទៅកាន់ copper ហើយចេះកាប់ copper នឹងការកាប់យកមកទៅអីដែរចេះកាប់សិនទៅលោវាមានប្រយោជន៍នៅពេលខាងមុខអីយ៉ាងដែរហើយខ្ញុំក៏បានកាប់ copper យកមករៀងមកល្មមខ្ញុំអត់ដឹងថាពេលហ្នឹងកាប់ធ្វើអីទេចេះកាប់ទៅហើយគឺយើងបានជួបខ្ជុងក៏កាប់ខ្ជុងមកខ្លះទុកដិតដែកដូចអីយ៉ាងទៅអូខេខ្ជុងនេះរៀងច្រើនដែរហ្នឹងបាទតែឥឡូវយើងកាប់ខ្ជុងមកពេលកាប់ខ្ជុងហើយក៏ឃើញដែកនៅចិត្តហ្នឹងដែរគឺមានដែកប្រហែលទេរៀងច្រើនដែរហ្នឹងដូចជា8ដែកហ្នឹងយើងកាប់ទាំងអស់គ្នាទៅដើម្បីយកមកធ្វើ pickaxe យកមកធ្វើអីទុកកាប់ diamond របស់យើងនៅពេលអនាគតអូខេតើឥឡូវយើងកាប់ទាំងអស់គ្នាអីយល់កាប់អូខ្ញុំខានធ្វើវីដេអូខ្ញុំរៀងនិយាយរៀងទៅប៉ែតិចទេនេះយើង sorry ផងតើឥឡូវយើងកាប់ទៅក្រោមទៀតដើម្បីរកមើលខៀវដើម្បីក្នុងការកាប់រកដែករក diamond រកអីផ្សេងដើម្បីយកមកធ្វើtool ក្នុងការប្រើប្រាស់តែមកខ្ញុំក៏បានដកខែវមួយហើយខ្ញុំក៏ស្រេចចិត្តនេះហ្មងទៅដោយសារខ្ញុំមាន time lapse ទេខ្ញុំមានតែវីដេអូដែលវា survival ធម្មតាវាដីធម្មតាខ្ញុំអត់មាន time lapse ហ្នឹងចឹង sorry ខ្លាំងមែនតោះឥឡូវយើងកាប់ទាំងអស់គ្នាទៅមើល time lapse ហ្នឹងអីជួយអាហ្នឹងហើយ time lapse ក៏បានដែរតាអាហ្នឹង time lapse ដែរចឹងយើងទៅមើល time lapse របស់យើងទាំងអស់គ្នា
ពេលខ្ញុំកាប់ diamond បានគ្រប់គ្រាន់ក៏ខ្ញុំបានយកវាមក craft តជា armor ទុកពាក់សិនហើយអាពេលយើង craft ហើយចាំយើងទៅកាប់ diamond បន្ថែមទៀតក្នុងការធ្វើ tool ដូចជាដាវបថៅ pickaxe អីចឹងទៅអញ្ចឹងយើងទី1យើងត្រូវការ craft កៅអៅសិនដោយសារកៅអៅក៏វាអាចនឹងចាំបាច់ដែរអញ្ចឹងយើង craft កៅអៅសិនទៅអូខេឥឡូវយើងបាន armor មួយឈុតហើយគឺកៅអៅ diamond មួយឈុតយកមកអញ្ចឹងយើងទៅរក diamond បន្ថែមក្នុងការ craft បថៅ craft អីយើងបន្តទៀតពេលដែលខ្ញុំកាប់បាន diamond គ្រប់គ្រាន់ហើយក៏ខ្ញុំចាប់ផ្ដើមស្លាក OTP រកកន្លែងយើងនៅអីចឹងទៅហើយខ្ញុំស្លាក OTP រៀងច្រើនដងដែរល្មមដល់កន្លែងដែលខ្ញុំពេញចិត្តក្នុងការដាក់ផ្ទះរបស់យើងនៅហ្នឹងឬក៏ធ្វើ land យើងនៅហ្នឹងហើយខ្ញុំ OTP ច្រើនដែរអញ្ចឹងគ្នាយើងមើលទៅបាទ OTP មួយដងបាទតបមកខ្ញុំក៏ OTP មកដល់កន្លែងនេះមួយក៏ខ្ញុំស្ដាច់ចិត្តថា claim land claim អីនៅហ្នឹងហើយខ្ញុំក៏បានចាប់ផ្ដើម claim land រៀបចំ land ដាក់hub ដាក់អីចឹងទៅអញ្ចឹងគ្នាយើងបាទអញ្ចឹងខ្ញុំមើលទៅដោយសារខ្ញុំអត់ដឹងថាត្រូវនិយាយអីទេព្រោះខ្ញុំខានធ្វើវីដេអូយូរខ្ញុំអត់ដឹងថាត្រូវនិយាយមិនអីមិនទេព្រោះយើងវាអីដែរហើយសម្រាប់វីដេអូការលេង server sushi ឯជា episode ហ្នឹងគឺ episode ទី1គឺយើងបាន complete ហើយគឺបានកៅអៅ diamond បាន tool មកឈុតហើយយើងមានកន្លែងដែលយើងត្រូវ claim land មានហើយអញ្ចឹងចាំយើងជួបគ្នានៅវីដេអូភាគ2ទាំងអស់គ្នាដែលខ្ញុំលេង server sushi បន្តទៀត